ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចរចាជាមួយនឹងអធិការបតីអាល្លឺម៉ង់លោក Friedrich Merz នៅក្នុងទីក្រុងបែតឡាំងតែប៉ុន្មានថ្ងៃបន្ទាប់ពីអធិការបតីដែលទើបត្រូវបានជ្រើសតាំងថ្មីនេះបាននិយាយថាសម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុងគៀវបានដកបំរាមលើមីស៊ីលរបស់ខ្លួនហើយនឹងអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលទាំងនេះដើម្បីវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់រុស្ស៊ីនេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី28ខែឧសភានេះលោក Merz បានធ្វើការប្រកាសបែបនេះកាលពីថ្ងៃច័ន្ទខណៈពេលដែលរុស្ស៊ីបានបន្តការវាយប្រហារតាមផ្លូវអាកាសខ្លាំងក្លាទៅលើប្រទេសអ៊ុយក្រែនហើយភាគីទាំងពីរបានធ្វើការវាយប្រហារតាមដ្រូនទៅលើគ្នាទៅវិញទៅមកយ៉ាងសាហាវការអះអាងរបស់អធិការបតីរូបនេះបានផ្ដល់ក្តីសង្ឃឹមដល់ទីក្រុងគៀវហើយធ្វើឲ្យមានការចាប់អារម្មណ៍ជាថ្មីទៅលើលទ្ធភាពនៃការផ្គត់ផ្គង់ប្រភេទមីស៊ីល Taurus ដែលអ៊ុយក្រែនតែងតែស្នើសុំយូរមកហើយនោះទោះបីជាយ៉ាងណានៅក្នុងការបង្ហាញមុខរួមគ្នាជាមួយនឹងលោក Zelensky កាលពីថ្ងៃពុធកន្លងទៅនេះលោក Merz បានសន្យាជាមួយមេដឹកនាំអ៊ុយក្រែននេះថាអាល្លឺម៉ង់នឹងជួយប្រទេសអ៊ុយក្រែនអភិវឌ្ឍមីស៊ីលរយៈពេលចម្ងាយឆ្ងាយលោកមិនបានធ្វើការអត្ថាធិប្បាយណាមួយពាក់ព័ន្ធទៅនឹងមីស៊ីល Taurus នេះទេប្រទេសអាល្លឺម៉ង់បានក្លាយជាអ្នកគាំទ្រសំខាន់របស់អ៊ុយក្រែននិងជាប្រទេសផ្គត់ផ្គង់ជំនួយយោធាធំបំផុតទី2បន្ទាប់ពីសហរដ្ឋអាមេរិកទោះបីជាយ៉ាងណាលោក Olaf Scholz អតីតអធិការបតីអាល្លឺម៉ង់មានភាពស្ទាក់ស្ទើរនៅក្នុងការផ្ដល់មីស៊ីល Taurus ដល់ទីក្រុងគៀវពីព្រោះលោកមិនចង់ឲ្យប្រទេសអាល្លឺម៉ង់ពាក់ព័ន្ធផ្ទាល់នៅក្នុងសង្គ្រាមអ៊ុយក្រែននេះទេលោកបានយល់ព្រមផ្ដល់ប្រភេទរថក្រោះប្រយុទ្ធខ្លារខិន Leopard 2កាលពីខែមករាឆ្នាំ2023បន្ទាប់ពីមានសម្ពាធពីសម្ព័ន្ធមិត្ត NATOលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានព្រមានថាប្រសិនបើប្រទេសលោកខាងលិចអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធមីស៊ីលចម្ងាយឆ្ងាយដើម្បីវាយលុកចូលទៅក្នុងទឹកដីរុស្ស៊ីគឺមានន័យថាអង្គការ NATO ចូលរួមធ្វើសង្គ្រាមជាមួយប្រទេសរុស្ស៊ីហើយទោះបីជាយ៉ាងណាចាប់តាំងពីការចូលកាន់តំណែងកាលពីថ្ងៃទី6ខែឧសភាលោក Merz បានបង្កើតកិច្ចប្រឹងប្រែងដើម្បីរក្សាការគាំទ្ររបស់លោកខាងលិចចំពោះប្រទេសអ៊ុយក្រែនចំពេលដែលមានការប្រឹងប្រែងពីរដ្ឋការរបស់លោក Donald Trump ដើម្បីបញ្ចប់សង្គ្រាមនេះលោក Trump បានរិះគន់ការផ្ដល់ជំនួយរបស់អាមេរិកទៅឲ្យប្រទេសអ៊ុយក្រែននៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Joe Biden ប៉ុន្តែការបង្កើនការវាយប្រហារតាមផ្លូវអាកាសនាពេលថ្មីៗនេះរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនបានធ្វើឲ្យលោក Donald Trump មិនសប្បាយចិត្តនិងបានហៅលោក Putin ថាឆ្កួតលីលាអ៊ុយក្រែនជឿថាមីស៊ីល Taurus នឹងធ្វើឲ្យអ៊ុយក្រែនមានប្រៀបនៅក្នុងសមរភូមិនេះតើមីស៊ីល Taurus មានអ្វីពិសេសបានជាអ៊ុយក្រែនចង់បានខ្លាំងនោះមីស៊ីល Taurus គឺជាប្រភេទមីស៊ីលរយៈចម្ងាយឆ្ងាយនិងរត់នៅក្នុងរយៈកម្ពស់ទាប Taurus ជាផលិតផលរួមគ្នារបស់ប្រទេសអាល្លឺម៉ង់និងស៊ុយអែតដែលមានសមត្ថភាពកំទេចគោលដៅស្ថិតនៅចម្ងាយឆ្ងាយរហូតដល់500គីឡូម៉ែត្រមីស៊ីលប្រភេទនេះត្រូវបានផលិតនៅក្នុងឆ្នាំ1998តាមរយៈកិច្ចសហការរវាងក្រុមហ៊ុនផលិតមីស៊ីល MBDA Deutschland របស់អាល្លឺម៉ង់និងក្រុមហ៊ុន Saab Bofor Dynamics របស់ប្រទេសស៊ុយអែតក្បាលគ្រាប់ដ៏មានកម្លាំងខ្លាំងជួយឲ្យមីស៊ីលនេះបុកទម្លុះនិងបង្កការខូចខាតចំពោះទីតាំងគោលដៅដែលមានជម្រៅជ្រៅនិងរឹងដូចជាត្រង់សេក្រោមដីទីតាំងទំនាក់ទំនងឃ្លាំងគ្រាប់និងនាវាផងដែរហើយមីស៊ីលប្រភេទនេះអាចធ្វើដំណើរបានឆ្ងាយដោយគ្មានការគាំទ្រពីប្រព័ន្ធ GPS ទោះបីជាអ៊ុយក្រែនបានប្រើប្រាស់រួចហើយនៅមីស៊ីលដែលផ្ដល់ឲ្យដោយប្រទេសលោកខាងលិចពីសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសក៏ដោយក៏អ្នកជំនាញមួយចំនួននិងក្រុមមន្ត្រីអ៊ុយក្រែនជឿថាមីស៊ីលប្រភេទថ្មីនេះនឹងក្លាយជាមីស៊ីលលោកខាងលិចដ៏ខ្លាំងបំផុតដែលអ៊ុយក្រែនយកមកប្រើប្រាស់
ប្រសិនបើអាល្លឺម៉ង់ផ្ដល់ភ្លើងខៀវពីព្រោះប្រភេទមីស៊ីលផ្សេងៗទៀតនោះមានសមត្ថភាពត្រឹមពាក់កណ្ដាលរបស់មីស៊ីល Taurus ប៉ុណ្ណោះហើយមិនអាចពំនាំគ្រឿងផ្ទុះបានច្រើននោះទេគណបកប្រជាធិបតេយ្យសង្គមនិយមឆ្វេងរបស់លោកស្កូលដែលដឹកនាំរដ្ឋាភិបាលចម្រុះនេះមានភាពប្រុងប្រយ័ត្នប្រយែងមិនចង់ឲ្យធ្វើសង្គ្រាមកាន់តែធ្ងន់ធ្ងរឡើយហើយដែលអាចនឹងជាប់ពាក់ព័ន្ធទៅនឹងអាល្លឺម៉ង់និង NATO ទីក្រុងមូស្គូធ្លាប់បានប្រមានច្រើនលើកមកហើយថាប្រសិនបើអ៊ុយក្រែនប្រើប្រាស់មីស៊ីលរបស់លោកខាងលិចវាចូលទឹកដីរុស្ស៊ីវាស្មើទៅនឹងប្រទេសទាំងនោះចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនេះម្យ៉ាងក៏ដោយសារតែជំហររបស់គណៈបកប្រជាធិបតេយ្យសង្គមមិនចង់ធ្វើសង្គ្រាមប្រទេសអាល្លឺម៉ង់ដែលថ្មីនេះបានផ្ដល់ឲ្យអ៊ុយក្រែននៅប្រភេទរ៉ុកែតរយៈចម្ងាយជិតរួមមានប្រភេទ M142 HIMARS MLRS និង MARS 2 MLRS និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតដំបូងឡើយបានរដ្ឋបិទអ៊ុយក្រែនមិនឲ្យប្រើប្រាស់អាវុធរបស់ខ្លួនវាចូលទឹកដីរុស្ស៊ីប៉ុន្តែអនុញ្ញាតឲ្យទីក្រុងគៀវវាប្រហារគោលដៅកងទ័ពរុស្ស៊ីដែលស្ថិតនៅក្នុងទឹកដីអ៊ុយក្រែនទោះបីជាយ៉ាងណាកាលពីខែវិច្ឆិកាអតីតប្រធានាធិបតីអាមេរិកលោក Joe Biden បានដកបំរាមលើអាវុធអាមេរិកដែលអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធទាំងនេះនៅក្នុងតំបន់ Kursk របស់រុស្ស៊ីអ្នកជំនាញមួយចំនួនបាននិយាយថាការដកបំរាមនេះគឺជាជំនួយដ៏ធំមួយសម្រាប់ប្រទេសអ៊ុយក្រែនដោយសារតែអ៊ុយក្រែនបានបាត់បង់ទឹកដីភាគច្រើនដែលខ្លួនដណ្ដើមបានកន្លងមកប៉ុន្តែបន្តកាន់កាប់ទឹកដីមួយចំនួនរបស់រុស្ស៊ីនៅឡើយកាលពីខែមីនាឆ្នាំ2024រុស្ស៊ីបានលបស្ដាប់ការសន្ទនាសម្ងាត់មួយនៅក្នុងចំណោមមន្ត្រីយោធាកម្ពុជារបស់អាល្លឺម៉ង់នៅក្នុងនោះពួកគេពិភាក្សាថាតើពួកគេអាចបញ្ចុះបញ្ចូលលោកស្កូលឲ្យបញ្ជូនមីស៊ីល Taurus ទៅឲ្យអ៊ុយក្រែនបានទេហើយថាមីស៊ីលនេះអាចកំទេចស្ពានភ្លោះស្ឃើចដែលភ្ជាប់ពីរុស្ស៊ីទៅតំបន់គ្រីមៀរបស់អ៊ុយក្រែនបានដែរទេតើអាល្លឺម៉ង់កែប្រែជំហររបស់ខ្លួននៅពេលនេះឬយ៉ាងណាតើវានឹងមានអ្វីកើតឡើងទីក្រុងបេឡាំងទំនងជាត្រៀមខ្លួនផ្លាស់ប្ដូរជំហររបស់ខ្លួននៅក្រោមការដឹកនាំរបស់រដ្ឋការថ្មីរបស់លោក Musk កាលនៅជាសមាជិកបកប្រឆាំងម្នាក់លោក Musk ដែលដឹកនាំគណៈបក Christian Democratic Union បានគៀបសង្កត់លោកស្កូលឲ្យផ្ដល់មីស៊ីល Taurus ទៅឲ្យអ៊ុយក្រែនហើយឲ្យអាល្លឺម៉ង់ប្រកាន់ជំហរតឹងរ៉ឹងចំពោះរុស្ស៊ីអំឡុងយុទ្ធនាការបោះឆ្នោតលោក Musk បានសន្យាគាំទ្រប្រទេសអ៊ុយក្រែនកាន់តែច្បាស់លាស់ជាងមុនរួមទាំងការបញ្ចូលមីស៊ីលរយៈចម្ងាយឆ្ងាយទោះបីជាយ៉ាងណារដ្ឋាភិបាលរបស់លោកគឺជារដ្ឋាភិបាលចម្រុះដែលរួមទាំងគណបក SPD ផងដែរកាលពីថ្ងៃពុធលោក Musk សន្យាចំពោះមុខលោក Zelensky ថាអាល្លឺម៉ង់នឹងគាំទ្រនៅក្នុងការផលិតមីស៊ីលរយៈចម្ងាយឆ្ងាយនៅលើទឹកដីអ៊ុយក្រែនប៉ុន្តែជាអ្វីដែលទំនងជាមានការសម្របសម្រួលមួយអធិការបតីរូបនេះបានសន្យាថាហិរញ្ញវត្ថុសម្រាប់គម្រោងនេះនឹងត្រូវពិភាក្សានៅក្នុងជំនួប G7 ដែលគ្រោងនឹងរៀបចំនៅក្នុងប្រទេសកាណាដានៅខែមិថុនាខាងមុខនេះអ្នកវិភាគ Michael Busicki នៅក្រុមប្រឹក្សាអាត្លង់តិកបានប្រាប់សារព័ត៌មាន Al Jazeera ថាការសន្យានេះគឺពិតជាមានសារៈសំខាន់ណាស់ហើយបានបន្ថែមថាវាគឺជាការសន្យាពិតប្រាកដលើកដំបូងរបស់អាល្លឺម៉ង់ចំពោះអ៊ុយក្រែនលោកនិយាយថាវាគឺជាការទទួលស្គាល់សមត្ថភាពរបស់អ៊ុយក្រែនកាលពីថ្ងៃច័ន្ទលោក Musk បាននិយាយជាមួយនឹងបណ្ដាញសារព័ត៌មានរដ្ឋ WDR អំពីការរឹតបន្តឹងលើអាវុធដែលអនុវត្តដោយសមាជិកអង្គការ NATO ហើយថាគ្មានការរឹតបន្តឹងចំពោះអាវុធដែលបានផ្ដល់ទៅឲ្យប្រទេសអ៊ុយក្រែននោះទេសូម្បីអង់គ្លេសបារាំងអាល្លឺម៉ង់និងសហរដ្ឋអាមេរិកលោក Musk មិនបាននិយាយឲ្យចំថាអាល្លឺម៉ង់នឹងបញ្ជូនមីស៊ីល Taurus ទៅឲ្យអ៊ុយក្រែននោះទេប៉ុន្តែការអធិប្បាយរបស់លោក
បានធ្វើឲ្យមានការពិភាក្សាគ្នាច្រើននៅក្នុងចំណោមអ្នកវិភាគកាលពីថ្ងៃអង្គារលោក Musk បានបញ្ជាក់ថាលោកនិយាយសម្ដៅទៅដល់ការគាំទ្រចំពោះសិទ្ធិរបស់អ៊ុយក្រែនក្នុងការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់រុស្ស៊ី